សូមពុទ្ធបរិស័ទទាំងអស់ស្ដាប់នៅព្រះធម៌ទេសនាដែលសម្ដែងដោយព្រះទេសប្រជានិយមផាយរិទ្ធីជាព្រះជាគណៈថ្នាក់កិត្តិយសនិងជាព្រះប្រឡាត់គុនខេត្តគណៈធម្មយុត្តខេត្តបៃលិននិងជាព្រះគ្រូចៅអធិការវត្តអូរអិលខេត្តបៃលិនដូចតទៅប្រសិនបើពុទ្ធបរិស័ទទាំងអស់មានសទ្ធាជ្រះថ្លាចង់ចូលរួមបូជាព្រះធម៌ទេសនាអាចទំនាក់ទំនងលេខទូរស័ព្ទ09 គុត 821 821 07 គុត 821 821 095 821 821 សូមឲ្យពុទ្ធបរិស័ទទាំងអស់ទាំងទីជិតឆ្ងាយទទួលបានតែនឹងពុទ្ធពរព្រះទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសព្បទានណាំងធម្មទានណាំងជានិតិធម្មទានរមែងឈ្នះអស់នៅទានទាំងពួងសូមអនុមោទនានមត្ថរតនតយសៈខ្ញុំកណាសូមលើកក្របងអញ្ជលីលើកខាត់ទាំងពីរនមស្ការទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1កាលគឺព្រះពុទ្ធធម្មរតនៈ1កាលគឺព្រះធម៌និងសង្ឃរតនៈ1កាលគឺព្រះសង្ឃតែជារតនៈដ៏ដងឧត្តមប្រសើរខ្ពង់ខ្ពស់លើលោកនឹងរកនៅរតនៈទាំងឡាយក្នុងលោកឲ្យស្មើចំពោះព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈនោះពុំមានឡើយសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈដល់សេចក្តីគោរពដល់កំពូលបំផុតទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអភិសិរីសកន្ធាមហាសង្ឃរាជាធិបតីគតិឧទិបណ្ឌិតបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះជាគណៈព្រះមេគុណព្រះគ្រូនុគុណព្រះគ្រូឋានាព្រះគ្រូចន្ទកាព្រះកណាគុណចាស់គ្រប់ព្រះអង្គក្នុងមណ្ឌលនៃព្រះពុទ្ធសាសនាដល់សេចក្តីគោរពចាស់ថ្លាសុខការទាំងពួងនិងសូមចម្រើនពរចំពោះញាតិញោមជាពុទ្ធបរិស័ទមហាពុទ្ធបរិស័ទលោកតាលោកយាយលោកពុកអ្នកម្ដាយបងប្អូនស្រីប្រុសទាំងអស់និងសាវនិកជនកំពុងស្ដាប់ព្រះធម៌ទេសនានៅក្នុងវេលាគ្រាឱកាសនេះដោយសេចក្តីរាប់អាននៅក្នុងទិវារាត្រីថ្ងៃនេះក៏ទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពព្រះទេសប្រជានិយមផាយរិទ្ធីជាព្រះជាគណៈថ្នាក់កិត្តិយសនិងជាព្រះប្រឡាត់គុនខេត្តគណៈធម្មយុត្តខេត្តបៃលិននិងជាព្រះគ្រូចតិកាវត្តអូរអិលខេត្តបៃលិនក៏បានឱកាសដើម្បីនឹងអរតនីនៅព្រះធម៌ដែលជាពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូដើម្បីយកមកប្រកាសសម្ដែងប្រកេនចំពោះព្រះកណាគុណចាស់គ្រប់ព្រះអង្គនិងចែកជូនញាតិញោមជាពុទ្ធបរិស័ទទាំងអស់បានជាធម្មទាននៃរាត្រីនេះចាប់ពីម៉ោង7ដល់ម៉ោង8ជារៀងរាល់ថ្ងៃផងដែរនៅក្នុងការផ្សាយព្រះធម៌ទេសនានេះគឺផ្សាយចេញអំពីវិទ្យុខ្ញុំពឹងព្រះធម៌ ASM 92 MHz ផ្សាយចេញពីវត្តអូរអិលខេត្តបៃលិន
ហើយក៏ធ្វើការផ្សាយបន្តផ្ទាល់ទៅកាន់បណ្ដាស្ថានីយវិទ្យុនានាទូទាំងប្រជាជាតិកម្ពុជាដូចជាវិទ្យុអូតង 97.5 MHz ផ្សាយចេញពីទីរួមខេត្តបៃលិនវិទ្យុសវណ្ណSM 93.25 MHz ផ្សាយចេញពីទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផ្សាយបន្តផ្ទាល់ទៅកាន់វិទ្យុសំឡេងចន្ទវិការភ្នែក SM 107.25 MHz ផ្សាយចេញពីខេត្តបាត់ដំបងនិងផ្សាយបន្តផ្ទាល់ទៅកាន់វិទ្យុសំឡេងចន្ទវិការភ្នែក SM 93.3 MHz ផ្សាយចេញពីទឹកដីខេត្តពោធិ៍សាត់ដោយនៅក្នុងគណៈពេលនេះក៏ញាតិញោមពុទ្ធបរិស័ទលោកតាលោកយាយលោកពុកអ្នកម្ដាយបងប្អូនស្រីប្រុសទាំងអស់កំពុងស្ដាប់នៅក្នុងកម្មវិធីនេតិព្រះពុទ្ធសាសនាដែលសម្ដែងពធដោយអាត្មាភាពផាយរដ្ឋីព្រះគ្រូចៅអធិការវត្តអូរអលខេត្តបៃលិនដោយនៅក្នុងគណៈពេលនេះក៏អាត្មាភាពនឹងផ្សាយនឹងឡាយបន្តផ្ទាល់នៃកម្មវិធីនេតិព្រះធម៌ទេសនាដូច្នេះក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងស្ដាប់ព្រះធម៌ទេសនាក្នុងឱកាសនេះក៏យកចិត្តទុកដាក់ស្ដាប់ព្រះធម៌ទេសនាដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាពីព្រោះព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកគឺមិនងាយសត្វលោកណាមានឧបនិស្ស័យក្នុងការស្ដាប់ព្រះធម៌ទេហើយមានព្រះធម៌ហើយក៏មិនងាយមានឧបនិស្ស័យក្នុងការស្ដាប់ព្រះធម៌នឹងដែរណាញាតិញោមណាហើយញាតិញោមដែលកំពុងស្ដាប់ព្រះធម៌ទេសនាបាននេះសិតតែជាអ្នកមានឧបនិស្ស័យសន្សំសេចក្តីល្អនៅក្នុងការស្ដាប់ព្រះធម៌នឹងតាំងពីដើមមកហើយបានជាពេលនេះញាតិញោមអាចស្ដាប់ព្រះធម៌ទេសនាបានយល់ព្រះធម៌បានជ្រះថ្លាពេញចិត្តនៅក្នុងការធ្វើទានបានបើមិនអញ្ចឹងទេមិនងាយទេញាតិញោមមើលអ្នកដែលស្ដាប់ពធនឹងប្រមាណអ្នកអត់ស្ដាប់ពធនឹងប្រមាណអ្នកញាតិញោមពេលខ្លះបើស្ដាប់ពធនឹងឮសំឡេងពធទេសនាទៅក៏អត់ចេះស្ដាប់ពធនឹងទៅទៀតនឹងពិតជាអត់មានផប់វិស្នាណាញាតិញោមណាអញ្ចឹងនៅក្នុងគណៈពេលនេះញាតិញោមពុទ្ធបរិស័ទនឹងពិតជាមាននិស្ស័យសម្រាប់ស្ដាប់ពធទេសនាហើយយើងស្ដាប់ដោយសេចក្តីគោរពស្ដាប់ដោយសេចក្តីជ្រះថ្លាពេញចិត្តនៅក្នុងការដែលយើងបានសិក្សានៅព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូកាលណាបើយើងបានស្ដាប់ពធហ្នឹងយើងអាចចេះចាំពធហើយព្រះពុទ្ធដីកាដែលព្រះអង្គសម្ដែងមកគឺជាត្រីវិស័យចង្អុលផ្លូវបង្ហាញផ្លូវសម្រាប់ជីវិតក្នុងការធ្វើដំណើរទៅសម្រាប់បានដល់គោលដៅនៅទីកន្លែងរំលត់នៅសេចក្តីទុក្ខពោលគឺព្រះនិព្វានដោយអំណាចការស្ដាប់ពធនឹងជាហេតុចឹងក៏នៅក្នុងពេលនេះញាតិញោមតាំងចិត្តស្ដាប់ទៅញាតិញោមឲ្យអាត្មាភាពផាយរដ្ឋីព្រះគ្រូចន្ទកាវត្តអូរអលខេត្តបលិនហ្នឹងក៏នឹងប្រឹងប្រែងសិក្សានៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងនៅក្នុងព្រះត្រៃបិដកដែលជាពុទ្ធដីការបស់ព្រះអង្គមាននៅព្រះវិន័យព្រះសូត្រនិងព្រះអភិធម្មដែលព្រះអង្គទ្រង់សម្ដែងមកហើយមានសាវិកានឹងចងក្រងឯកសារពុទ្ធដីកានឹងទុកសម្រាប់ដល់ជំនាញជនជំនាន់ក្រោយក្នុងការគោរពប្រតិបត្តិផងដែរដោយនៅក្នុងថ្ងៃនេះគឺជាថ្ងៃសុក្រ8កើតខ្នើតខែស្រាបឆ្នាំមមីអន្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី21ខែសីហាឆ្នាំ2026ដោយ
នៅក្នុងថ្ងៃនេះក៏ញាតិញោមបានជ្រាបគឺជាថ្ងៃនៃឧបោសថសិលឬក៏ហៅថាថ្ងៃសិលនឹងឯងថ្ងៃសិលគឺជាថ្ងៃដែលញាតិញោមកំណត់យកនៅតយទានមានបច្ច័យទាំងឡាយ4ហ្នឹងដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃតាមបណ្ដាវត្តផងដែរហ្នឹងហើយអញ្ចឹងឲ្យដល់ថ្ងៃសិលហ្នឹងញាតិញោមជើញទៅវត្តដើម្បីបានឱកាសក្នុងការធ្វើទានបានឱកាសក្នុងការរក្សាសិលបានឱកាសក្នុងការស្ដាប់នៅព្រះធម៌របស់ព្រះសង្ឃដែលលើកឡើងនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយកមកបង្ហាញដល់ពុទ្ធបរិស័ទផងដែរចឹងនៅក្នុងឱកាសនេះក៏ជាថ្ងៃសិលអាត្មាភាពនឹងមាននៅព្រះធម៌ខ្លះតាក់ទងអំពីរឿងការធ្វើបុណ្យកុសលនៅក្នុងថ្ងៃសិលហ្នឹងដើម្បីញាតិញោមពុទ្ធបរិស័ទនឹងបានជ្រាបនៅសេចក្តីនៃព្រះធម៌ទាំងអស់នោះជាបន្តមុននឹងសម្ដែងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីលោកតាលោកយាយលោកពុកអ្នកម្ដាយទាំងអស់ដែលកំពុងស្ដាប់ព្រះធម៌ហ្នឹងដែលជាអ្នកមានសទ្ធាចេះថ្លាចង់ចូលរួមជួយនៅក្នុងការផ្សាយព្រះធម៌ទេសនាហ្នឹងឯងញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួមណាញាតិញោមណាតិចក្តីច្រើនក្តីអាត្មាភាពចាំទទួលអំពីសំណាក់ញាតិញោមជាពិសេសនោះនៅក្នុងថ្ងៃនេះជាថ្ងៃសិលអាត្មាភាពជឿជាក់ថាញាតិញោមខ្លះក៏គាត់បានជើញទៅវត្តបានប្រាប់តគ្នាថាព្រះគ្រូចាតិកាវត្តអូរ៉ូអិលខេត្តបៃលិនហ្នឹងសម្ដែងធម៌ទេសនាតាមវិទ្យុញាតិញោមណាជួយចូលរួមក៏ដោយសទ្ធានឹងឯងក៏ប្រកបប្រកាសប្រាប់ញាតិញោមដែលគាត់ស្ដាប់ព្រះធម៌ទេសនាហ្នឹងគាត់ដឹងចូលតាមរយៈញោមណាអញ្ចឹងញោមណាតែញោមជាអ្នកទទួលបច្ច័យហ្នឹងប្រាប់ទៅញោមក៏ដូចជាបង្ហាញនៅសម្បត្តិដ៏ល្អប្រសើរណាដែលអ្នកដែលខ្សត់សម្បត្តិហើយយើងបានយកសម្បត្តិនោះជូនគាត់ទៅហ្នឹងឯងអញ្ចឹងមានន័យថាយើងឲ្យសម្បត្តិដល់អ្នកដតីឲ្យអ្នកដតីបាននៅសេចក្តីសុខដោយការបាននៅទ្រព្យសម្បត្តិនោះអញ្ចឹងញាតិញោមអ្នកជួយនឹងប្រកាសជានឹងបាននៅសេចក្តីសុខអញ្ចឹងញាតិញោមពុទ្ធបរិស័ទដែលបានជើញទៅវត្តអីក៏ប្រាប់ញាតិញោមខ្លះដើម្បីបានគាត់ចូលរួមជាមួយអាត្មាភាពក្នុងការផ្សាយពធទេសនាតាមប៉ុស្តិ៍វិទ្យុហើយចូលរួមបូជាពធជួយភ្លើងទឹកអីជាដើមណាញាតិញោមណាក៏ដើម្បីបានឱកាសក្នុងការផ្សាយពធទេសនាហ្នឹងជាបន្តប៉ុន្តែកម្មវិធីនាទីព្រះពុទ្ធសាសនាដែលសម្ដែងដោយអាត្មាភាពផាយរទ្ធីព្រះគ្រូចារិកាវត្តអូរ៉ូអិលខេត្តបៃលិនដែលប្រព្រឹត្តទៅបានជារៀងរាល់ថ្ងៃនេះញាតិញោមគឺដោយសារញាតិញោមពុទ្ធបរិស័ទទីជិតឆ្ងាយទាំងអស់អាត្មាភាពហ្នឹងក៏មិនមានបច្ច័យណាសម្រាប់បងប៉ុស្តិ៍គេដែរមានតែញាតិញោមទាំងអស់គ្នានឹងហើយដែលបានឮសំឡេងពធទេសនាហើយក៏ជ្រះថ្លាក្នុងការចូលរួមបូជាធម៌ទេសនាជួយផ្សាយធម៌ទេសនានឹងជាបន្តក៏ជួយបងប៉ុស្តិ៍វិទ្យុដូច្នេះក៏សូមចម្រើនពរញាតិញោមតាមភូមិតាមឃុំស្រុកក្រុងខេត្តនានាទូទាំងប្រជាណាចក្រកម្ពុជាដែលបានឮតាមសំឡេងពធទេសនាពេលនេះសូមអញ្ជើញចូលរួមដោយសទ្ធាណាញាតិញោមណាក៏ហ្នឹងហើយញាតិញោមដែលជួយរៃបច្ច័យតាមផ្ទះហ្នឹងជួយផងញោមបងហ្នឹងហើយញោមខ្លះគាត់ប្រឹងប្រែងជួយពធទេសនាហ្នឹងដារៃតាមផ្ទះហ្នឹងទាំងភ្លៀងទាំងក្តៅញោមខ្លះទៀតគាត់ប្រាប់អាត្មាព្រះអង្គអត់ស្រួលខ្លួនតែខ្ញុំកណានៅទៅនិតព្រះអង្គក្នុងការជួយដារៃបច្ច័យពីពុទ្ធបរិស័ទតែអាត្មាក៏គ្មានអីតបស្នងសងគុណដល់ពុទ្ធបរិស័ទញាតិញោមដែលកំពុងតែប្រឹងប្រែងព្យាយាមជួយអាត្មាភាពក្នុងការផ្សាយពធទេសនានេះទេមានតែពធដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនឹងឯង
tầm bay dọc mau chạy chu nhiệt nhôm pi pro ấy pi pro tha thăm mà tiền này cứ chỉ thua chỉ tiền môi để ban phala này sang trơn nâng ai cứ thà tiền nâng đại ca bị thăm mà tiền nó cứ lơ không bị tiền đặt tay nâng ai lơ bị mấy sự tiền tiền lại tiền buông đạiประสมาสัมพุทธพระองค์สำได้ท่าทำมาเตียนนังนะพอทำมาเตียนเราไม่ใช่เนี่ยเตียนหนึ่งปวงจังบันในท่าการได้ยังจุยน้องกาบทรายบทโทติสนานี้ก็เราไม่บานพลานิสังจรานะพอจังสมnhận nhômบทบริษัทได้บานจุยสมจุยเป็นต่อตัวตีนนะnhận nhômนะเลยนี่จิตก็ลองต้องมีค่ายที่ไทยพอเลือนนะnhận nhômบัดพเนบากพเนดอลไงบางไงก็ลองเตอมือไข่ก็ลองเตอมือชนำก็ลองเตอวันลางวันจอนั่นคือดอลชนำตัวตีให้อายุชีวิตนั่นก็กันตัวมกตีอยู่เตอโอตัมปีชีวิตบ่ยังตัวตามไปเวลีนั่งเตอก็ดอลเอาไว้พีบมวยถ่ายไว้จ้าจุรีได้สัตว์โลกมันอาจกิจบ้านยังไงสมัยแต่มนุษย์มีพรหมถึงลายสัตว์โลกถึงอ๋อนั่งมันอาจกิจพอดปีกาจ้าจุรีนั่งบ้านตีจริยธรรมมเหจรังเนี่ยตีโตนะวันในทางยังมีการจ้าจริยจะทำได้มันอาจจะลองบังในการจ้าจริยในบ้านที่เหยียดโยมจังสมเอาเหยียดโยมปดบอดิสันตึงอ้อพอจะคลาเทรยออะนโมตนีขนมการเป็นบอลกุศลพอจังเหยียดโยมปดบอดิสันไอ้จังจะรู้ไหมก็อาจจะเนี่ยตลอดมาเพียบพายเดือดทีประครูจันติกาวัดโอโรอัลขัดไปเล่นเลยตัว3 โซนเก้ากดปมใบมาไพ่มวยปมใบมาไพ่มวยพอถ้าตัวโยมบ้านเชิญจูรวมประทายมันปะนะบ่โปจุนานโปยมปอกจุนานโปยมชนะจังเฮาครึกมันจังวนาตัววัดดิโจมมันพรำเดียนนะบ่โปเชิญโยมหาชั่วโปตัดมือปีฟองอ่างใจฟองเอามาโยมฟองโจในโจนะพอโจไปชุบตัวแล้วโยมพอหาชั่วมาโยมนะจำมึกยมนาเฮาสักไหมบ่พอยิ่งเทียบมาเมินไอ้นายปุ่นจะย่อยเอามือจุกหัวนายท้องมาเมินยมปนามือยิตกมันมาเมินไอ้นายปุ่นจะย่อยปรำป้อนไอ้นายยิขึ้นมาเมินปรำป้อนต่ออดแต่ปลุยปรำเมินนะบ่าวออกคนชาโยมรูปมาฟังนะรูปโยมออกคนจำใจมูไปฟังกันเจอัดชื่อยมปนาอัดชื่อว่าโยมหรือสเลโยมโจไปช่วยก็ชื่อโยมนาให้ฟังเฮาโยฟังทะเลโตไทยบ้างโยมจำจอบกรรมวิธีโยมนะออกคนสัตว์ออกคนโยมบาสิกาปอกน้องปดบริสันภูมิตูลเวงสกสมปองเมียไข่ปูสันโยมปอกภูมิตูลเวงสกสมปองเมียไข่ปูสันเดี๋ยวบ้านนอมไปใช้ปดบริสันนั่งก็ใบติกได้ช่างก็ได้โจรมตามเยอะโยมโยมตัววาดจังก็สกอแล้วโดยโยมปอกจังตูลเวงยังภูมิตูลเวงสกสมปองเมียไข่ปูสันจังก็โจรวมจีมวยนะพอนะมีโยมไอโจรวมมันต่อที่พอสมเชยมาวัสนาโจรวมมวยมาเพียบโปเชียตัวติสนาตามปอวิชุก็ได้หรือก็โจก่อสร้างก่อสร้างนกนองวัดโอโรอัลขัดไปลิ้นมาเพียบนั่งก็ในแต่ตัวปัจจัยแต่ตัวปีเรื่องการโจรดงตึกคือเอาตึกจิตเตียนนั่งก็ในแต่ตัวจังเห็นโยมนะโยมจังบานบอลโจรวมตึกจิตเตียนนะก็สร้างดงตึกก็สมเจอโยมโจรวมได้สักทีให้เจตตัวไปเรื่องเชียวได้สำหรับดาวอดขนมมะกะเร$5พอจังเงินโยม$20,000ขนมมะกะเรเชียวได้ดาวอดพอนะให้จะได้สำหรับ
កសាងកន្លែងពុទ្ធរូបព្រះអង្គធំមួយឡានហ្នឹងគឺ 50000 រៀលញាតិញោមបងអាត្មាភាពចាំទទួលពីពុទ្ធបរិស័ទទាំងអស់ដែលក្រែងញាតិញោមបានលឺហើយក៏មានសទ្ធាជ្រះថ្លាចូលរួមបុណ្យអ្វីមួយក៏ប្រាប់អាត្មាភាពនឹងផ្សាយតាមវិទ្យុជូនណាញាតិញោមណាបើហើយតើតើអំពីការកសាងពុទ្ធរូបព្រះអង្គធំឥឡូវនេះគឺចាប់ផ្ដើមរៀបចំខាត់ហើយអីហើយនៅឡើយទៅលាបថ្នាំបើហើយនឹងត្រូវការស៊ីម៉ង់សម្រាប់ក្រាលការ៉ូប៉ុណ្ណាចឹងលាបថ្នាំពណ៌ទឹកមាសបញ្ជាក់បន្ថែមពណ៌ទឹកមាសក្នុងមួយកដុងហ្នឹងគឺមួយកដុងតូចតែ200,000 រៀលទេញាតិញោមបើអាត្មាភាពនឹងជាមកថ្ងៃចិត្តប្រជុំនឹងហើយដើម្បីឲ្យទាន់ការលាបថ្នាំបើទទួលញោមមួយខ្សែសិនបើខ្ញុំបាទស្ការលឹមគុណបើអាឡូចរានពោចាសាត់តលអត់ហ្មង អាឡូញោមចរានពោអាត្មាចូលផ្ទាល់ហើយញោមណាបានការលឹមគុណណាគុណយ៉ាពោញោមមានអីបីកើតអីចឹងណាពោថ្ងៃ8កើតថ្ងៃសិលញោមថ្ងៃសិលពោគុណចាកណានេះកណារៃលុយនៅវត្តក្រឡាញ់ស្រុកកកពោតែបទទេសនាណាគុណចាពោខ្ញុំហៅឈ្មោះគេទៅពោអត់កើតទេពុកមកសាក់មកចិត្តឆ្ងាយទាំងអស់គុណទៅហៅការអត់ហៅការនៅវត្តក្រឡាញ់ស្រុកកកពោបាន 130,000ខ្ញុំណាចាំស្អីកណាវាទៅគុណអរគុណច្រើនបាទសកាលឹមគុណអរគុណច្រើនញោមហើយកណាកូនចៅនៅ 20000 តាណាគុណចាពោញោមពោសាធុពោតែចាំជូនពោគេថាមិនចិត្តឆ្ងាយនៅវត្តក្រឡាញ់ណាគុណចាពោញោមពោអត់ណាស្រុកកកពោអរគុណច្រើនញោមកណាថ្វាយគុំចម្រើនពោសាធុពោតែគេទៅបន្តតាមណាគុណពោអរគុណច្រើនញោមអរគុណច្រើនពោសាធុពោគុណចាស់ក្បាយពោអរគុណច្រើនបាសិកាលឹមគុណនៅក្នុងភូមិពោនដែតស្រុកកណ្ដៀងខេត្តពោធិ៍សាត់ណាញោមណាខ្ញុំបានចូលរួមបរិវិច័យពីពុទ្ធបរិស័ទហ្នឹងហើយញាតិញោមអនុមោទនីទាំងអស់គ្នាទៅហើយញោមដែលបានចូលបច្ច័យនៅខាងវត្តក្រឡាញ់ស្រុកកកខេត្តពោធិ៍សាត់ហ្នឹងតាមរយៈបាសិកាលឹមគុណដែលញោមបានចូលរួមតាមរយៈគាត់នៅខាងភូមិពោនដែតក្រុងស្រុកកណ្ដៀងខេត្តពោធិ៍សាត់ហ្នឹងគឺថាអនុមោទនីបុណ្យទៅហើយថ្មភាពក៏បានទទួលដែរអំពីបច្ច័យរបស់ញោមដែលបានចូលរួមតាមរយៈបាសិកាលឹមគុណអរគុណណាស់ញាតិញោមពុទ្ធបរិស័ទហ្នឹងក៏បានជ្រាបអំពីកម្មវិធីដែលអាត្មាហ្នឹងបានផ្សព្វផ្សាយទៅហើយអញ្ចឹងញាតិញោមណាដែលចង់មានឈ្មោះអានហើយហ្នឹងសូមអញ្ជើញមកញោមហ្នឹងហើយអាត្មាភាពមុននឹងផ្សាយពធទេសនាទាក់ទងពីរឿងថ្ងៃសិលថ្ងៃនេះចង់បញ្ជាក់អំពីរឿងការកសាងពុទ្ធរូបព្រះអង្គធំហើយនឹងក្រាលការ៉ូសម្រាប់ពលានព្រះពោធិព្រឹក្សផងនិងកន្លែងព្រះពុទ្ធរូបព្រះអង្គធំឥឡូវនេះគឺរៀបចំហើយអស់ហើយនៅតែក្រាលការ៉ូញាតិញោមណាអញ្ចឹងសូមបញ្ជាក់ញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាលោកពុកអ្នកម្ដាយបងប្អូនស្រីប្រុសទាំងអស់ដែលបានឮតាមសំឡេងពធទេសនានេះចង់ចូលរួមជាការ៉ូសម្រាប់ដាក់ក្រាលកន្លែងពុទ្ធរូបអង្គធំណាគឺបានបន់ច្រើនញាតិញោមចង់ចូលរួមអីសូមអញ្ជើញណាញោមការ៉ូមួយកេសហ្នឹងតែ$10ស្មើនឹង40000 រៀលក្នុងមួយកេសបើយើងហៅថាមួយកេសហ្នឹង1ការ៉េហ្នឹងឯងបងចឹងញាតិញោមចង់ចូលរួមការ៉ូមួយកេសសូមអញ្ជើញបងមួយកេសតែ40000 រៀលទេញាតិញោមណាហ្នឹងហើយញាតិញោមជាប់និស្ស័យទៅមួយកេសក្តីពីរកេសក្តីក៏អាត្មាភាពចាំទទួលអំពីសំណាក់ញាតិញោមប្រុសស្រីទាំងអស់គ្នាណាញោមក៏ได้បានចូលរួមនៅក្នុងឱកាសនេះផងដែរចឹងជាវការ៉ូសម្រាប់ក្រាលកន្លែងពុទ្ធរូបអង្គធំក្នុងមួយកេសគឺ40000 រៀលស្មើនឹង$10ណាញាតិញោមណាហើយនៅក្នុងការ៉ូដែលអាត្មាត្រូវជាមកទាំងអស់ពី250ការ៉េឥឡូវមានញោមខ្លះចូលបាន1ការ៉េ2ការ៉េហើយបង
បដាហើយចឹងញាតិញោមដែលមិនទាន់ជាប់និស្ស័យដើម្បីបានជាបុណ្យកុសលនៅក្នុងការកសាងជាវជាការោសម្រាប់ក្រាកន្លែងព្រះពុទ្ធរូបសូមអញ្ជើញណាញោមណាព្រោះដោយសទ្ធាចេះថ្លាស្មារភាពចាំទទួលអំពីសំណាក់ញាតិញោមប្រុសស្រីទាំងអស់គ្នាព្រោះតិចក្តីច្រើនក្តីក៏ញោមអនុមោទនាបុណ្យទៅព្រោះនឹងដើម្បីបានជាបុណ្យកុសលណាញាតិញោមនឹងឲ្យអរគុណប្រមាណប៉ុណ្ណឹងទេដើម្បីបានឱកាសក្នុងការសម្ដែងព្រះធម៌ទេសនាបន្តតើតើអំពីរឿងវេនកាន់បិណ្ឌបន្តិចចាស់ញាតិញោមបើមិនផ្សាយញាតិញោមមិនដឹងរឿងទេវេនកាន់បិណ្ឌនៅក្នុងវត្តអូរ៉ូអិលខេត្តព្រលិនឆ្នាំនេះគឺអត់ទាន់មានញាតិញោមណាក៏ចូលរួមកាន់បិណ្ឌអាត្មាមកវាក់មកវេនទេញោមរាល់ឆ្នាំប្រាប់គាត់ទៅគាត់ចូលរួមបើឬញោមខ្លះមិនបាច់ប្រាប់គាត់សុំវេនកាន់បិណ្ឌតែម្ដងឆ្នាំនេះមិនត្រឹមតែសុំគាត់ទេព្រោះគាត់អត់បានចូលរួមជាមួយទេផងព្រោះហ្នឹងឯងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានឮហើយចង់ចូលរួមជាវក្នុងការកសាងក្តីឬក៏ចូលរួមវេនកាន់បិណ្ឌក្តីណាញោមណាញោមសូមអញ្ជើញចូលរួមដោយសទ្ធាមកភាពចាំទទួលអំពីសនៈញាតិញោមប្រុសស្រីទាំងអស់គ្នាវេនកាន់បិណ្ឌឆ្នាំនេះអាត្មាគិតថាដាក់តែចង្ហាន់ប្រសង់ក៏បានដែរញោមហើយញាតិញោមស្ដាប់តាមប៉ុស្តិ៍វិទ្យុនឹងមិនបានជើញមកញោមផ្ញើទៅបច្ច័យមកសម្រាប់ប្រគេនធ្វើចង្ហាន់ប្រសង់ក៏បានក្នុងមួយវេនតែ50,000រៀលទេញាតិញោមណាសម្រាប់ធ្វើចង្ហាន់ប្រសង់ហ្នឹងពេលល្ងាចធ្វើបបរជូនចាស់ចាស់ 4-10 នាក់ទៅហើយពេលព្រឹកនឹងធ្វើជាគូបបរប្រគេនប្រសង់និងពេលព្រឹកពេលថ្ងៃត្រង់ហ្នឹងគឺចាត់ចែងធ្វើចង្ហាន់ប្រគេនប្រសង់តែម្ដងបើអញ្ចឹងញាតិញោមទាំងអស់គ្នាកំពុងស្ដាប់ហ្នឹងក្រែងមានឧបនិស្ស័យភ្ជាប់និស្ស័យវេនកាន់បិណ្ឌអាណិតដល់ប្រសង់ក្នុងវត្តអូរ៉ូអិលខេត្តបៃលិនណាញោមនឹងដោយឆ្នាំនេះអត់មានញាតិញោមណាមកដាក់វេនទេថាមិនសុំក៏អត់ទៅញោមអាត្មាសុំឲ្យគាត់បានទៅទៀតនឹងដោយជាប់អំពីរឿងសេដ្ឋកិច្ចហ្នឹងមិនសូវសម្បូរហើយញាតិញោមក៏មានការខ្វះខាតគាត់ហ៊ានទទួលវេនទេប៉ុចឹងបានជាគាត់នឹងអត់ហ៊ានទទួលវេនកាន់បិណ្ឌហ្នឹងចឹងវេនកាន់បិណ្ឌអាត្មាបញ្ជាក់បន្ថែមបើសិនញាតិញោមតាមប៉ុស្តិ៍វិទ្យុញាតិញោមស្ដាប់ហើយញោមមានសទ្ធាថាខ្ញុំកណាមិនបានទៅទេជាប់រវល់កិច្ចការងារឆ្ងាយផងហើយណាមួយផងផ្ទះខ្ញុំកណាមានវេនដែរចឹងទៅខ្ញុំណាចង់ដាក់វេនវត្តព្រះអង្គមកវេនបើអត់បានទៅទេអត់បានចូលបានទៅក្នុងវេនកាន់បិណ្ឌផ្ទាល់ទេប៉ុន្តែផ្ញើបច្ច័យមកសម្រាប់ធ្វើវេនមួយវេនបើចឹងញាតិញោមពុទ្ធបរិស័ទហ្នឹងក៏សូមអញ្ជើញប៉ុណ្ណាដោយសទ្ធាចេះថ្លាមកភាពចាំទទួលមកវេនតែ50,000រៀលទេបើនឹងសម្រាប់ធ្វើចង្ហាន់លោកញោមធ្វើចង្ហាន់លោកហ្នឹងហើយក្រែងញាតិញោមពុទ្ធបរិស័ទទាំងអស់ចង់ធ្វើចង្ហាន់លោកអីក្នុងមួយវេនតែ50,000រៀលគ្រប់ហើយញោមរៃគ្នាតាមភូមិឃុំស្រុកអីហ្នឹងដែលកំពុងស្ដាប់ពធហ្នឹងក៏រៃគ្នាជាមួយញាតិពធបានដាក់អាត្មាមកវេនជាដើមណាព្រោះរៃគ្នាម្នាក់ 10000 20000ទៅបាន50,000ក្តី60-70,000ក្តីក៏ផ្ញើមកធ្វើវេនក៏បានមកក៏ដោយអាភាពនឹងចាត់ចែងជូនវេនទី1រហូតដល់វេនទី15ណាញោមចឹងញោមចូលរួមវេនមួយណាក៏បានដែរបងហើយញាតិញោមដែរខ្ញុំកណាចូលរួមព្រះអង្គមកវេន 10000 20000នេះក៏ចូលរួមទៅភ្ជាប់និស្ស័យទាំងអស់គ្នាបងហើយចប់តាក់ទងអំពីរឿងវេនកាន់បិណ្ឌអាត្មាភាពជាព្រះគ្រូចតិកាវត្តអូរ៉ូអិលរួមជាមួយពុទ្ធបរិស័ទហ្នឹងក៏ចូលរួមវេនកាន់បិណ្ឌដែរបងហ្នឹងហើយអញ្ចឹងបាទទទួលញោមតិចទៅបងអាឡូចរានពោលោកកូនចាពោញោមបានលំគុណព្រមកូនចៅចូលមកវេនកូនចាពោញោមចូលមកវេនដែរញោមណា
ណា បើដាក់វេនម៉ានញោមបាសកាលឹមគុណដាក់វេនម៉ានញោម เป็นมันคุณจะយកនៅថាវិញប្រហែល ដាក់វេន2ទៅចឹងញោមដាក់វេន2ចុះ កណាថាជួបបង អូអាត្មាដាក់ជូនញោមអូអរគុណច្រើនញោមសាធុបងអរគុណច្រើនសាធុណាអរគុណបាសកាលឹមគុណគាត់ទេមកគាត់មិញគាត់ត្រីវិច័យតាមពុទ្ធបរិស័ទហើយឥឡូវគាត់សុំអនុគ្រោះដល់ប្រសង់វត្តអូរ៉ូអិលខេត្តបៃលិននៅលើតែអត់វេនតែដាក់វេន2ព្រោះឲ្យមកវេនអាត្មាហ្នឹងតែញោមបានជើញមកក៏ផ្ញើបច្ច័យមកធ្វើវេនទៅចង្ហាន់លោកក៏បានដែរហើយតែ50,000គ្រប់ហើយព្រោះឲ្យវិញ្ញាណញោមទេខ្ញុំកណា50វេនធ្វើវេនហើយ10,000 20,000បច្ច័យ4ប្រសង់កសាង10 20,000 30,000តាមញាតិញោមទៅព្រោះរឿងកសាងប៉ុន្តែចំពោះអាត្មាភាពហ្នឹងគិតថាតែ50,000ហ្នឹងគឺធ្វើចង្ហាន់លោកគ្រប់ហើយញាតិញោមណាព្រោះហ្នឹងឯងហើយសូមបញ្ជាក់បន្ថែមរឿងវេនកាន់បិណ្ឌអាត្មាភាពណាដែលអាត្មាភាពដាក់វេនកាន់បិណ្ឌគឺវេនកាន់បិណ្ឌទី14ដែលអាត្មាភាពហ្នឹងគឺធ្វើវេនខ្លួនឯងមកវេនដែរញាតិញោមណាញោមចង់ជាប់និស្ស័យជាមួយអាត្មាភាពចូលរួម 10,000 ក្តី 20,000 ក្តីមួយវេនកាន់បិណ្ឌអាត្មាវេន14ខ្ញុំសូមអញ្ជើញប៉ុណ្ណាក្រែងទេព្រះអង្គអូរ៉ូអិលណាខ្ញុំកណាចង់ចូលរួមមួយលោកកូនដែរ 10000 20000 រៀល 4 50000 រៀលនឹងតាមដោយសទ្ធាអញ្ចឹងទៅក៏ញាតិញោមអញ្ជើញទៅចូលរួមមួយអាត្មាគាត់ឈ្មោះញោមដែលបានចូលរួមវេនមើលអាត្មាប្រហែលអ្នកញោមណាបើក្រែងញោមឯងព្រះអង្គខ្ញុំកណាមកវេនជាមួយព្រះអង្គដែរចូលរួមជាប់និស្ស័យអញ្ចឹងទៅហ្នឹងក៏បានដែរញោមបងអរគុណណាស់វេនអាត្មាភាពវេន14អាត្មាភាពផ្ទាល់អ្នកម្ចាស់ដើមបុណ្យបើមិនធ្វើអញ្ចឹងទេញាតិញោមអាត្មាមិននឹងបានចង្ហាន់អីសម្រាប់ប្រគេនលោកឯងពីព្រោះពេលខ្លះបើញាតិញោមអត់ធ្វើវេនបើញាតិញោមអត់មកថ្ងៃភ្លៀងអីទៅមិនវីពោមិនធ្វើចង្ហាន់ប្រគេនលោកអីទេញាតិញោមបងអញ្ចឹងអាត្មាភាពហ្នឹងក៏សម្រាប់ចិត្តដាក់វេនខ្លួនឯងវេនទី14ណាញោមណាសុទ្ធមន្ត13ឆ្លង14ព្រោះឲ្យអរគុណណាស់ដល់ញោមម្ចាស់វេនកាន់បិណ្ឌដែលបានចូលភ្ជាប់និស្ស័យជាមួយវេនកាន់បិណ្ឌអាត្មាភាពនេះមានឥឡូវបានដូចជា6វេនណាញោមទី1ញោមប្រុសពលកំសន់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងកូនចៅចូលរួមវេនកាន់បិណ្ឌទី1គាត់បានប្រគេនវិច័យហើយព្រោះឥឡូវគាត់នៅភ្នំពេញព្រោះអត់បានអញ្ជើញមកទេណាញោមណាអរគុណនៅទី2ញោមវេនកាន់បិណ្ឌទី2ហ្នឹងឧបាសិកាលឹមគុណព្រោះគាត់ថាមកវេនកាន់បិណ្ឌ50,000ហ្នឹងញោមកណាចូលរួមព្រះអង្គមកវេនដែរអរគុណឧបាសិកាលឹមគុណនៅភូមិពោអណ្ដែតស្រុកកណ្ដៀងខេត្តពោធិ៍សាត់ព្រោះខ្ញុំបានចូលរួមវេនកាន់បិណ្ឌទី2វេនកាន់បិណ្ឌទី3គឺខាងអ្នកម្ដាយឆអ្នកម្ដាយសយបើណាគឺបាសកាសយបាសកាសេងបាសកាសូយញោមជាម្ចាស់វេនកាន់បិណ្ឌទី3ហើយក៏រួមជាមួយពុទ្ធបរិស័ទដែលចូលរួមជាមួយញោមដែរនៅខាងភូមិអូរំជែកឃុំតាពីងជងស្រុកបកានខេត្តពោធិ៍សាត់ណាញោមណាជាប់និស្ស័យមួយវេននឹងដែរបើហ្នឹងហើយអរគុណណាស់ហើយបន្ទាប់មកវេនកាន់បិណ្ឌទី4ញោមញោមអ្នកម្ដាយលួយឡំក្នុងពុទ្ធបរិស័ទនៅផ្សារភូមិពោហើយស្រុកកណ្ដៀងខេត្តពោធិ៍សាត់ហើយញោមនៅផ្សារភូមិពោតាមរយៈអ្នកម្ដាយលួយឡំញោមផ្ទះនៅផ្សារហ្នឹងស្រេចហើយញោមអាជីវករលក់ដូរនៅផ្សារអីហ្នឹងញោមជួយទៅញោមចូលតម្លាក់ 5,000 រៀល 10000 រៀលបានគ្រប់មួយវេនណានិតព្រះអង្គអូរ៉ាអិលខេត្តបៃលិនបានមួយវេនដែរបងហ្នឹងអរគុណហើយវេនទី5ញោមមកបាសិកាអុកច័ន្ទបាសិកាអុកច័ន្ទនៅខាងភូមិនឹងគៀបកដាមគុំស្នាមព្រះស្រុកបកានខេត្តពោធិ៍សាត់ហ្នឹងបាសិកាអុកច័ន្ទនឹងញាតិធัวបានចូលរួមវេនកាន់បិណ្ឌទី5មួយវេនដែរព្រោះឥឡូវបានប្រហែលជា5វេនណាព្រោះអាត្មាភាពមិនទាន់បានគាត់នេះចាំញោមចាំឈ្មោះញោមនឹងអស់ហើយតែបានគាត់ឈ្មោះញោមចូលបើចាំញោមដែលគាត់ចូលវេនអាត្មាចាំឈ្មោះចាំអីជាដើមភូមិអីជាដើមអញ្ចឹងទៅណាប៉ុណ្ណាបាន5វេនហើយអញ្ចឹងញាតិញោម
តែមិនទាន់ចូលរួមវេនកាន់បានហើយចូលរួមចង់ចំនិស័យតែចង់ចូលមួយលោកកូនវត្តអូរអលខេត្តប៉ៃលិនណាសូមជាតិណាបានជួបលោកកូនទៀតបានស្ដាប់ពធអញ្ចឹងណាញាតិញោមណាចឹងញាតិញោមអាចអញ្ជើញចូលរួមជាប់និស័យជាមួយអាត្មាប្រមាណបានដែរញាតិញោមហ្នឹងហើយ 50000 100000 រៀលក៏បានមួយអាត្មាភាពផៃរធីប្រគ្រូចតិកាវត្តអូរអលខេត្តប៉ៃលិនវេនកាន់បិណ្ឌទី 14 ហ្នឹងហើយញាតិញោមណាឲ្យញាតិញោមបានជ្រាបចឹងអរគុណណាស់គឺនេះគឺជាដំណឹងប៉ុនតែប៉ុណ្្នឹងទេហើយឲ្យញាតិញោមចង់ចូលរួមអាចតំណែងអាត្មាភាពផៃរធីប្រគ្រូចតិកាវត្តអូរអលខេត្តប៉ៃលិនណាញាតិញោមណាដោយប្រព្រឹត្តទៅនៅក្នុងថ្ងៃនេះជាថ្ងៃនៃឧបោសថសិលហើយថ្ងៃ8កើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ 2570 នៅក្នុងថ្ងៃឧបោសថសិលនេះគឺជាទូទៅពុទ្ធបរិស័ទនឹងតែងតែនាំនៅចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃតាមវត្តហ្នឹងហើយតាមវត្តអារាមនានាដែលព្រះភិក្ខុសង្ឃលោកគង់ចាំព្រះវស្សានៅក្នុងទីនោះដើម្បីអនុគ្រោះដល់លោកពីព្រោះនៅក្នុងរដូវវស្សានេះគឺលោកអាស្រ័យទៅដោយពុទ្ធបរិស័ទនឹងចិញ្ចឹមហើយនៅក្នុងវស្សាលោកអាចបិណ្ឌបាតបានប៉ុន្តែនៅក្នុងថ្ងៃសិលលោកមិនបានបិណ្ឌទេព្រោះអញ្ចឹងមិនបានបិណ្ឌបាតត្រូវការញាតិញោមពុទ្ធបរិស័ទនឹងនាំតេយ្យទានទៅប្រគេនលោកព្រោះសម្រាប់លោកបានឆាន់ចង្ហាន់ហ្នឹងទៅក៏ញ៉ាំងជីវតិន្ទ្រីឲ្យប្រព្រឹត្តទៅដើម្បីក្នុងការសិក្សារៀនសូត្រយកនៅព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងយកទៅសម្ដែងចែកជូនញាតិញោមឲ្យស្ដាប់ដើម្បីយល់ដឹងនៅពធទាំងអស់នោះហ្នឹងហើយអញ្ចឹងបើញាតិញោមអត់ចេញទៅវត្តទៅលោកបានឲ្យឆាន់ញាតិញោមតាក់ទងអំពីរឿងថ្ងៃសិលទៅវត្តហ្នឹងស្មាពាបានកលេចឃើញច្រើនដែរហើយដែលតាមបណ្ដាវត្តផ្សេងអីហ្នឹងមិនថាទៅវត្តស្មាភាពអូរអលខេត្តប៉ៃលិនហ្នឹងទេតាមវត្តផ្សេងក៏អញ្ចឹងដែរញាតិញោមមិនសូវមានញាតិញោមហ្នឹងចេញទៅវត្តទេប៉ុន្តែនៅក្នុងថ្ងៃហ្នឹងថ្ងៃសិលហ្នឹងបែរជាញាតិញោមខ្លះទៅគោរពបូជានៅវត្ថុខាងក្រៅទៅអាត្មាភាពមិនមែនហាមឃាត់របស់ជំនឿរបស់ញាតិញោមពុទ្ធបរិស័ទទេប៉ុន្តែគ្រាន់តែចង់ប្រាប់ថារឿងជីវិតដែលកំពុងរស់នៅសពថ្ងៃនេះគឺជាការកើតឡើងព្រោះអាស្រ័យបុណ្យដែលនាំឲ្យមានអាយុវែងហ្នឹងហើយដូចជាការឲ្យចង្ហាន់បិណ្ឌបាតក៏ធ្វើឲ្យមានអាយុវែងដែរប៉ុន្តែផ្ទុយទៅវិញបែរជាញាតិញោមពុទ្ធបរិស័ទអត់ដើម្បីខ្វល់ខ្វាយក្នុងការធ្វើបុណ្យអាយុវែងតទៅទៀតនោះទេបែរជានាំយកនៅគ្រឿងសក្ការៈផ្សេងហ្នឹងទៅបូជាវត្ថុខាងក្រៅទៅហ្នឹងឯងដោយក្នុងថ្ងៃសិលអញ្ចឹងឃើញញាតិញោមខ្លះកាន់ការកម្រងគ្រឿងកោបអីហ្នឹងទៅបូជាអរិយអ្នកតាហើយផ្សេងជាដើមទៅណាប៉ុណ្ណាបែរទៅជានាំគ្នាទៅកាន់បួងសួងវកសូមឲ្យព្រះនឹងជួយទៅសូមឲ្យទេវតានឹងជួយទៅទេវតាជួយខ្ញុំរស់ស៊ីមានបានសូមទេវតាជួយខ្ញុំឲ្យកូនចៅនឹងឯងបានសុខសប្បាយកុំឲ្យមានជំងឺរំកាត់ទៅបួងសួងទេវតាខាងក្រៅទៅនៅដើមឈើហ្នឹងតែអ្វីដែលសំខាន់នោះសួរថាតើទេវតានោះជួយឲ្យបានសុខមែនឬយ៉ាងម៉េចណាញាតិញោមត្រូវយល់ទៅហ្នឹងណាសេចក្តីពិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរឿងទេវតានេះគេមិនមែនតែចេះតែជួយយើងឲ្យយើងបានសុខទេនឹងឯងពីព្រោះអីពីព្រោះបើយើងអត់សន្សំសេចក្តីសុខដោយខ្លួនឯងក្នុងការធ្វើសេចក្តីល្អដោយខ្លួនឯងក្នុងការធ្វើបុណ្យកុសលផងតើសេចក្តីសុខនឹងបានមកពីណាសូម្បីតែការកំណើតទេវតាក៏ព្រោះទេវតានឹងមានបុណ្យពីជាតិមុនមកធ្វើមកហើយធ្វើទុកមកហើយបានកើតជាទេវតាហើយយើងទៅគោរពទេវតាអត់អំពីធ្វើសេចក្តីល្អបែរជាបួងសួងទៅវិញហ្នឹងហើយយកនំចំណីត្រីសាច់ផ្លែឈើទៅផ្សះថ្វាយទេវតាសុំសេចក្តីសុខទេវតានឹងមកជួយបានទេញោមនឹងដោយពាក្យចាស់លោកថាម៉េចព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាសង្ឃឹមទេវតាណាគេអាណិតអញ្ចឹងមានន័យថា
យើងអត់ធ្វើសេចក្តីល្អផងទៅទេវតាណាជួយយើងឲ្យបានសុខញោមយល់ទេប៉ុណ្ណាបើនឹងរឿងទាំងអស់នេះយើងត្រូវពិចារណាថាសេចក្តីសុខដែលកើតមានព្រោះអាស្រ័យធ្វើបុណ្យធ្វើសេចក្តីល្អការឲ្យទានការរក្សាសិលជាដើមហ្នឹងរមែងបាននៅសេចក្តីសុខដែលព្រោះអាស្រ័យអំពីការធ្វើបុណ្យមិនកើតអំពីការបួងសួងវកទេញាតិញោមបើសិនកើតអំពីការបួងសួងវកម្លេះមនុស្សទាំងឡាយមិនបាច់ធ្វើកសិកម្មពាណិជ្ជកម្មប្រើកម្លាំងអីទេម្នាក់គិតតែអុជធូបបួងសួងវកសុំព្រះនេះព្រះនោះជួយទៅបានហើយគឺសេចក្តីពិតមិនអាចប្រព្រឹត្តទៅបានទេញាតិញោមត្រូវយល់ចឹងណាប៉ុណ្ណានឹងឯងគ្រាន់តែជារឿងមួយដែលយើងថាមានជំនឿតគ្នាតែប៉ុណ្ណឹងទេយើងឲ្យយើងប្រកាន់ភ្ជាប់ថាបានសុខព្រោះអាស្រ័យការបួងសួងមិនមែនទេហ្នឹងឯងដូចញាតិញោមចេញមកវត្តក៏អញ្ចឹងដែរញាតិញោមខ្លះអញ្ជើញមកវត្តក៏ដូចគ្នាដែរពេលខ្លះមកវត្តអត់សូវមានសទ្ធាជាមួយការធ្វើទានជាមួយព្រះសង្ឃប្រមាណនេះការមកចង់បួងសួងវត្តក៏សុំពីព្រះតែមកដល់អុជធូបបានមួយតសៃពីរតសៃ4 10តសៃមួយបាច់អីហ្នឹងនឹងមកដល់នឹងថ្វាយអង្គមព្រះអង្គបួងសួងឲ្យព្រះអង្គហើយព្រះអង្គសូមព្រះអង្គជួយខ្ញុំកណាផងខ្ញុំកណារស់ស៊ីមានបានអីព្រះឯណាទៅជួយកើតញាតិញោមបើយើងអត់សាងសេចក្តីល្អខ្លួនឯងផងហ្នឹងអត់ធ្វើទានផងហ្នឹងយល់ទេញាតិញោមណាបើដូចញាតិញោមពិសាបាយអញ្ចឹងតែងាយយល់ញាតិញោមពិសាបាយញាតិញោមតែសួរគេថាគេកំពុងពិសាបាយហ្នឹងគេពិសាឆ្អែតហើយសួរគេថាមិនគេខ្ញុំមិនឆ្អែតតែអ្នកឆ្អែតមកគេបានភាសាបាយហ្នឹងមកគេឆ្អែតយ៉ាងណាមិញចង់បញ្ជាក់ថាបើយើងអត់ភាសាបាយផងបានឆ្អែតមកពីណាញាតិញោមយ៉ាងណាមិញតើទៅអំពីការធ្វើបុណ្យនឹងដូចគ្នាដែរបើសិនញាតិញោមអត់ធ្វើបុណ្យធ្វើទានផងរក្សាសិលផងធ្វើសេចក្តីល្អផ្សេងផងបានសុខមកពីណាមានទ្រព្យសម្បត្តិមកពីណាញាតិញោមយល់ទេប៉ុណ្ណាចឹងនៅក្នុងសេចក្តីនេះចង់បញ្ជាក់ថាការបួងសួងវកទាំងអស់នេះវាអត់មានផលអីទេញាតិញោមសំខាន់យើងធ្វើទានទៅថ្ងៃសិលហ្នឹងអាត្មាភាពហ្នឹងទៅបាននិមន្តទៅកន្លែងផ្សេងហ្នឹងឃើញពុទ្ធបរិស័ទជាពិសេសអ្នកកាន់ជំនឿហ្នឹងក៏ទៅគោរពបូជានៅទេវតាដើមឈើនេះដើមឈើនោះមានฤទ្ធិមានបារមីប៉ុន្តែអត់ទៅថ្ងៃសិលអត់នាំគ្នាទៅវត្តទៅស្ដាប់ព្រះសង្ឃសម្ដែងទស្សនទេសនាឬធ្វើទានមួយព្រះសង្ឃអត់មានទេបងអញ្ចឹងបានតាមបណ្ដាវត្តនោះស្ងាត់ទៅណាបងហ្នឹងហើយមិនសូវមានញាតិញោមប្រមាណទេតាមវត្តអីហ្នឹងញោម4 10 20នាក់ហ្នឹងគឺថាច្រើនដែរប៉ុណ្ណឹងនោះបើវត្តខ្លះទៅពុទ្ធបរិស័ទគាត់មានសទ្ធាច្រើនក៏បានច្រើនទៅប៉ុន្តែវត្តខ្លះ4 5នាក់ហ្នឹងក៏មានតែមិនសូវមានញោមទៅវត្តទេហ្នឹងគាត់ប្រហែលជាគិតថាការបួងសួងហ្នឹងវាបានផលជាងនៃការធ្វើអញ្ចឹងបានគាត់ខំប្រឹងញាតិញោមណាចឹងបែរមកវិញថាការបួងសួងវករបស់អ្នកទាំងអស់នោះមិនមានផលអីទេញាតិញោមអញ្ចឹងញាតិញោមដែលគាត់អញ្ជើញមកវត្តអនមកកិនចង្ហាន់ប្រសង់ស្ដាប់លោកទេសនាធ្វើទានអីជាដើមហ្នឹងចឹងជាតិណារមែងជាអ្នកមានទ្រព្យសម្បត្តិនៃការឲ្យទាននឹងហើយណាញាតិញោមណាហើយញាតិញោមចាំទៅអនាគតប្រកាសជាបានផលទោះបីជាអ្នកនេះថាចេះអ្នកនោះថាចោះប៉ុន្តែរឿងរបស់អ្នកដតីតែសេចក្តីពិតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យបុគ្គលណាដែលមានសទ្ធាជ្រះថ្លារមែងឲ្យទានមានឲ្យបាយឲ្យទឹកឲ្យនំចំណីត្រីសាច់ជាដើមនេះរមែងបាននៅសេចក្តីសុខទៅក្នុងលោកទាំងពីរបានន័យថាក្នុងបច្ចុប្បន្នហ្នឹងក៏បាននៅសេចក្តីសុខក្នុងបរិលោកនេះក៏បាននៅសេចក្តីសុខដោយអំណាចនៃការធ្វើទាននឹងឯងណាញាតិញោមណាសូមអនុមោទនាហ្នឹងហើយញាតិញោមយល់ហើយញាតិញោមកំពុងស្ដាប់លោកទេសនាលោកកូនវត្តអូរ៉ាល់ខេត្តបៃលិនណាបងហ្នឹងហើយចឹងអរគុណប្រហែលប៉ុណ្ណឹងចុះម៉ោងក៏គេហើយមួយម៉ោងពេញតែឯងផងហើយញាតិញោមផងស្ដាប់ពធទេសនាអត់មានចូលរួមមួយថ្មបងអរគុណណាស់ហើយថ្ងៃសិលព្រឹកមិញហ្នឹងថ្មបាននិមន្តទៅខាងភូមិទួលប្រាសាទភូមិទួលប្រាសាទភូមិក5ហ្នឹងខាងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហ្នឹងហើយដែលមានញោមគាត់បានប្រកេនតៃទានដ៏ច្រើនមានអង្គមានសម្ភារៈបរិក្ខារមានចង្ហាន់បិណ្ឌបាតប្រកេនចំពោះលោកកូនវត្តអូរ៉ាល់ខេត្តបៃលិនណាបងណាអាត្មាភាពសូមអរគុណណាស់ជូនពរជូនជ័យញោមសូមឲ្យបានសុខចម្រើនសុខភាពល្អយឺនយូរប្រាថ្នាអ្វីធ្វើអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាណាញោមណាព្រោះអរគុណច្រើនបាសកាច័ន្ទសុផាតហើយអាត្មាមន់ទៅមនឹកស្មានថាញោមបានច្រើនដល់ថ្នាក់ហ្នឹងឯងទោះបីជានៅក្នុង
ក្រុងប៉ោយប៉ែតហ្នឹងជាប់នឹងជាដែនកម្ពុជាថៃក៏ពិតមែនប៉ុន្តែពុទ្ធបរិស័ទមានសទ្ធាទោះបីជាអត្តខាត់មិនសូវសម្បូរទ្រព្យក៏ពិតមែនប៉ុន្តែទ្រព្យសម្បត្តិគឺសទ្ធារបស់គាត់គឺសម្បូរមកញោមសប្បាយចិត្តមកដល់ហ្នឹងបន្ទូលអាត្មាហ្នឹងប្រមន់ទៅដល់មកទទួលដល់កន្លែងឡានតែម្ដងអរគុណណាស់ឲ្យសប្បាយរីករាយទឹកមុខញញឹមញែមបងណាហ្នឹងហើយញោមខ្លះក៏មានចង្ហាន់នេះញោមខ្លះក៏មានចង្ហាន់នោះញោមខ្លះមានអង្គញោមខ្លះមានមីមានទឹកសុទ្ធមានបច្ច័យអីនឹងចូលរួមហើយញោមខ្លះទៀតគាត់ទៅព្រះអង្គអើយឮតែព្រះអង្គតាមប៉ុស្តិ៍វិទ្យុនឹងកោកមិនដែលឃើញប្រភេទអសោះឥឡូវបានឃើញប្រភេទហើយហ្នឹងហើយញាតិញោមណាក៏បានទៅជួបហើយអាត្មាមន់ទៅក្រុងប៉ោយប៉ែតហ្នឹងច្រើនដងប៉ុន្តែបានទៅខាងភូមិទួលប្រាសាទក៏ទៅជួបគាត់ញោមមកគាត់សប្បាយចិត្តណាគាត់ស្ដាប់រាល់ថ្ងៃគាត់ថាខ្ញុំកណាឲ្យតែម៉ោងព្រះអង្គស្ដាប់រាល់ថ្ងៃដែលខានព្រះអង្គព្រោះណានឹងគាត់ប្រសើរណាលើកទឹកចិត្តអាត្មាមានកម្លាំងសម្ដែងធម៌ទេសនាតាមប៉ុស្តិ៍វិទ្យុគាត់សរសើរគាត់អង្គុយមើលប្រភេទហ្នឹងញញឹមចឹងទៅមានញោមខ្លះទៀតថាព្រះអង្គហើយឬសំឡេងព្រះអង្គបានព្រះអង្គរៀងក្មេងណាដល់ពេលមកដល់ជួបប្រភេទរៀងចាស់ហ្នឹងហើយអត់អីទេញាតិញោមធម្មតាទេញោមបានសំឡេងញាតិញោមស្ដាប់ធម៌ទេសនាហ្នឹងសប្បាយរីករាយចេះថ្លាហ្នឹងក៏មកពីក៏សប្បាយចិត្តក្នុងការសិក្សាពធហ្នឹងយកមកសម្ដែងចែកជូនញាតិញោមដែរណាញាតិញោមណាអរគុណណាស់ញោមបាសកាច័ន្ទសុផាតនិងពុទ្ធបរិស័ទទាំងអស់នៅភូមិទួលប្រាសាទឃុំក5ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិមន្តទៅនឹងបានវិច័យផងអង្គផងនឹងឯសម្ភារៈបរិខាហ្នឹងទាំងព្រះអង្គអូរ៉ាអែលទុកឆាន់នឹងភាសាឲ្យអមអាចារ្យនៅវត្តហ្នឹងក៏គាត់ទទួលរាក់ទាក់ល្អទៀតអរគុណណាស់ញោមណានឹងបាននិមន្តអាត្មាទៅឆាន់នៅមួយពេលទាំងដែរណាញោមអរគុណហើយអាត្មានឹងមានឈ្មោះញាតិញោមដែលបានចូលរួមមួយអាត្មានឹងខ្លះដែរឈ្មោះនឹងចូលរួមយូរដែរហើយថ្មីអត់ទាន់មានណាញោមណាញោមដែលបានចូលបច្ច័យគឺតាមរយៈញោមឧបាសិកាបុណ្យឧបាសិកាជាអូននិងឧបាសិកាបុណ្យផលនៅឧបាសិកាបុណ្យផលនិងកូនចៅញោមចូលទេសនា 10000 រៀលចូលចង្ហាន់ប្រសង់ 10000 រៀលឧបាសិកាជាអូននិងកូនចៅចូលទេសនា 10000 រៀលចូលចង្ហាន់ប្រសង់ 10000 រៀលយាយអាងនិងកូនចៅចូលទេសនា 5000 រៀលតាងែយាយច័ន្ទណនចូល 5000 រៀលនិងកូនចៅយាយអៀងចូល 5000 រៀលញោមញ៉ាញ់រឹមចូល 3000 រៀលយាយយ៉នចូល 2000 រៀលយាយយ៉ាតចូល 5000 រៀលនិងយាយលូតចូល 1000 រៀលនឹងអរគុណណាស់តាមរយៈបាសកាជាអូនបាសកាបុណ្យផលនិងពុទ្ធបរិស័ទភូមិអូមបាល់ក្រុងសេរីផុនកម្ពុជាមានជ័យញោមចូលរាល់ខែណាញោមអរគុណហើយបន្តមកបាសកាច័ន្ទលីនិងកូនចៅនៅភូមិសាយសិនក្រុងសេរីផុនខេត្តបន្ទាយមានជ័យញោមបានចូលការ៉ូហ្នឹងចំនួន40000 រៀលក្នុងមួយកេសណា40000 រៀលមួយកេសហ្នឹងហើយចូលទេសនា 5000 រៀលចូលបច្ច័យ4ហ្នឹងចំនួន5000 រៀលចូលចង្ហាន់ប្រសង់ 10000 រៀលសរុបបច្ច័យរបស់ញោមចំនួន 60000 រៀលណាសូមអនុមោទនាបាសិកាអ៊ីនិងកូនចៅនៅភូមិស្រែអណ្ដូងស្រុករុក្ខគិរីខេត្តបាត់ដំបងញោមចូលគ្រប់មុខ 60000 រៀលសូមអនុមោទនាតាមរយៈញោមយាតញោមហៀតនិងពុទ្ធបរិស័ទភូមិតពេជ្រឃុំស្នួលស្រុកកលាញ់ខេត្តពោធិ៍សាត់ញោមយើងនិងកូនចៅចូល 20000 រៀលញោមហៀតនិងកូនចៅចូល 20000 រៀលញោមអៀតនិងកូនចៅចូល 10000 រៀលញោមរិចនិងកូនចៅចូល 10000 រៀលញោមយាតញោមអៀតនិងកូនចៅមួយញោមអឿតនិងមួយញោមអៀតនិងកូនចៅចូល 10000 រៀលញោមរឿយនិងកូនចៅចូល 5000 រៀលញោមកោនិងកូនចៅចូល 5000 រៀលញោមវាតញោមរឿតនិងកូនចៅញោមរឿតញោមវឿតញោមវឿតនិងកូនចៅចូល 5000 រៀលចឹងស្របបច្ច័យរបស់ញោមតាមរយៈញោមហៀតពុទ្ធបរិស័ទភូមិតពេជ្រឃុំស្នួលស្រុកកលាញ់ខេត្តពោធិ៍សាត់ខេត្តសៀមរាបចំនួន 20000 រៀលបាសិកាបេងកុលនិងកូនចៅនៅភូមិស្បូវរាជស្រុកកណ្ដៀងស្រុកភ្នំកវាញខេត្តពោធិ៍សាត់ណាញោមចូលសន្លឹកមាស4សន្លឹក 80000 រៀលចូលបច្ច័យ4 20000 រៀលបាសិកាបេងកុលចូលស្បូវរាជនៅភូមិស្បូវរាជចូល 70000 រៀលយាយរិននៅភូមិពេជ្របានចូល 10000 រៀលយាយប្លង់នៅភូមិស្បូវរាជចូល 10000 រៀលយាយលីចូល 10000 រៀលដែរស្របបច្ច័យរបស់ញោម 100,000 រៀលសូមអនុមោទនា
ញោមនៅភូមិក្រាំងធំគុំអូសណ្ដានស្រុកកោខេត្តពោធិ៍សាត់បើយេស៊ួនតាវេនបើនឹងកូនចៅញោមចូលគោរពមួយកេះ 40000 រៀលចូលបច្ច័យ 4 10000 រៀលបើចូលទេសនា 5000 រៀលចូលវិសុនឹង 5000 រៀលចូលចង្ហាន់ប្រសង់ 10000 រៀលស្របបច្ច័យ 136,000 រៀលសូមអនុមោទនាបើបាទអស់ហើយប៉ុណ្ណឹងទេញោមអស់ឈ្មោះហើយហើយអរគុណណាស់ញោមបាសកាដាំអ៊ីវបាសកាអ៊ីវប៉ុនភូមិរែងស្រុកកកខេត្តពោធិ៍សាត់បាសកាអ៊ីវបានចូលបច្ច័យនឹងសរុបញោមបាន 30000 ហើយញោមចូលរួម 10000 ទៀតហើយជាមួយនឹងញោមចាស់វិញបានទាំងអស់ 50000 រៀលថ្មអន្តទទួលហើយប៉ុណ្ណាសូមអនុមោទនាអរគុណបាសកាអ៊ីវបាសកាអ៊ីវអស់ហើយញាតិញោមដែលបានចូលរួមហើយប្រហែលប៉ុណ្ណឹងទេញាតិញោមណាហើយបញ្ជាក់បន្ថែមតកតងពីរឿងវេនកាន់បិណ្ឌតិចអាត្មាឥឡូវបានប្រហែលដូចជា 5 វេនហើយវេនតាមវិសុទេណាប្រវត្តិអាត្មាអត់មានវេនទេអត់មានវេនទេវេនតាមវិសុទេញោមណាដែលបានចូលរួមសាវេនតាមវិសុទេញោមហើយញោមអត់បានមកទៀតញ៉ាតែបច្ច័យមកឲ្យមកវេន 50,000 រៀលញាតិញោមណាវេនកាន់បិណ្ឌអាត្មានឹង 50,000 រៀលនេះបានន័យថាញាតិញោមបានជើញមកទេធ្វើចង្ហាន់ប្រសង់ញាតិញោមស្ដាប់ទេសនាឲ្យបានជ្រាបហើយហ្នឹងហើយក្នុងមួយវេនតែ 50,000 រៀលទេអាចធ្វើចង្ហាន់ប្រសង់គ្រប់ហើយក្នុងមួយវេនហើយញោមអត់បានជើញមកហ្នឹងក៏ផ្ញើបច្ច័យចឹងធ្វើវេនទៅពុទ្ធអាភិបចាត់ចែងជូនប៉ុណ្ណាអរគុណហើយចម្រើនពរញាតិញោមចង់ចូលរួមអីយ៉ាងណាអាចតំណតំណងតាមរយៈលេខទូរស័ព្ទអាត្មាភាពផែនធីប្រគ្រូចតកាវត្តអូរ៉ាល់ខេត្តបៃលិនលេខទូរស័ព្ទ 09 កុដ 821 821 07 កុដ 821 821 095 821 821ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់មើលទេចិត្តថ្លាចង់ចូលរួមវេនកាន់បិណ្ឌក៏តំណតំណងមួយអាត្មាភាពមកឥឡូវបាន 5 វេនហើយនៅវេនបាន 5 វេនហើយញាតិញោមនៅបន្តទៀតហើយវេនអាត្មាភាពផែនធីព្រះគ្រូចតកាវត្តអូរ៉ាល់ខេត្តបៃលិនវេនអាត្មាវេន 14 ហើយញាតិញោមដែលមាននិស្ស័យចង់ចូលរួមជាមួយលោកកូនវត្តអូរ៉ាល់ណា 50,000 រៀលក្តី 10,000 រៀលក្តី 10000 ក្តីក៏សូមអញ្ជើញណាញោមណាអាត្មាភាពចាំទទួលអំពីសំណាក់ញោមប្រុសញោមស្រីទាំងអស់គ្នានឹងចង់ចូលរួមវេនកាន់បិណ្ឌជាមួយលោកកូនវត្តអូរ៉ាល់ខេត្តបៃលិនណាញោមណាវេនទី 14 អាត្មាភាពចាំទទួលហ្នឹងហើយលេខអាត្មា 09 កុដ 821 821 កណាហើយតាកតទៅអំពីរឿងចាំបាច់ជាងគេបំផុតគឺការ៉ូក្នុងមួយកេះនឹង 40000 រៀលស្មើនឹង$10ញោមសុំបិណ្ឌបាតម្នាក់មួយកេះមកញោមមួយកេះ 40000 រៀលស្មើនឹង$10ញាតិញោមទាំងក្នុងនិងក្រៅប្រទេសស្ដាប់ធម៌ទេសនាតាមប៉ុស្តិ៍វិទ្យុក្តីតាមប្រព័ន្ធ social media ក្តីញោមចង់ចូលរួមសូមអញ្ជើញប៉ុន្តែអាត្មាភាពចាំទទួលអំពីសំណាក់ញោមប្រុសស្រីទាំងអស់គ្នាដើម្បីបានជាបុណ្យកុសលសម្រាប់ជាតិនេះផងនិងជាតិទៅកមុខផងជាតិនេះបានបន់ការធ្វើទានគេសរសើរគេស្រឡាញ់គេចូលចិត្តរាប់អានហើយបានបន់មួយទៀតពេលស្លាប់ទៅរមែងបានទៅកើតកំណើតជាមួយនឹងពពួកមនុស្សឬទេវតាដែលជាអ្នកមាននៅសមាធិហើយក៏ជាអ្នកមានទ្រព្យសម្បត្តិផងដែរណាញាតិញោមណាអញ្ចឹងសូមអញ្ជើញញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួមដោយស្ទាចិត្តថ្លានៅក្នុងឱកាសនេះថ្មភាពចាំទទួលនឹងឲ្យដោយកលេច1 ម៉ោងក៏កាន់តែគៀកទៅហើយនៅក្នុងឱកាសនេះក៏អាត្មាភាពសម្ដែងធម៌ទេសនាប្រមាណប៉ុណ្ណឹងចោះមុនបញ្ចប់សូមប្រគេនបុណ្យកុសលចំពោះបកណាគុណចាស់គ្រប់ព្រះអង្គគ្រប់ទីវត្តអារាមចែកជូនបុណ្យកុសលញាតិញោមប្រុសស្រីលោកតាលោកយាយលោកពុកអ្នកម្ដាយបងប្អូនស្រីប្រុសទាំងអស់គ្នាដែលកំពុងស្ដាប់ពធទេសនាពេលនេះសូមបានសុខបានចម្រើនសុខភាពល្អយឺនយូរនឹងរួចចាក់ទុកផងដែរណាញាតិញោមណាហើយជូនបុណ្យកុសលដល់ញោមវិរិយជនកងទ័ពកំពុងការពារនៅបូរណភាពទឹកដីប្រទេសកម្ពុជារបស់យើងនៅជួរមុខសូមញោមសុខភាពល្អយឺនយូរប្រាថ្នាអ្វីធ្វើអ្វីបានសម្រេចដូចដោយប្រាថ្នានឹងឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងផងដែរហើយសូមជូនបុណ្យកុសលដល់ញោមប្រុសញោមស្រីទាំងអស់គ្នាដែលជាញោមអាត្មាភាពទាំងអស់ណាញោមណាសូមញោមបានស្ដាប់ធម៌ក្នុងឱកាសនេះសូមអជាបនិស្ស័យបានរួចចាក់ទុកកំបីគ្រឿងគៀតឡើយនៅក្នុងឱកាសនេះអាត្មាភាពផាយរទ្ធីព្រះគ្រូចារិកាវត្តអូរ៉ាល់ខេត្តបៃលិនសូមនមស្ការលាចម្រើនពរលាជួបខ្ញុំប្រកាសអាត្មាភាពនៅថ្ងៃស្អែកជាបន្តទៅទៀតទៅតាមពេលវេលានឹងមកដដែលសូមអនុមោទនា
ពរសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសទាំងទីជិតឆ្ងាយដែលកំពុងស្ដាប់ពធទេសនាពេលនេះពរសូមចម្រើនពរថាឥឡូវនេះអាត្មាភាពគ្រូចតិកាវត្តអូរអិលខេត្តបៃលិនបានកំពុងតែនឹងរៀបចំលាបថ្នាំព្រះពុទ្ធរូបព្រះអង្គធំពរដែលធំជាងគេលើទឹកដីខេត្តបៃលិនពរដែលមានទទឹង9ម៉ែត្រនិងកម្ពស់15ម៉ែត្រឥឡូវនេះត្រូវការថ្នាំព្រោះថ្នាំលាបក្នុងមួយកដុងតម្លៃ$50ប៉ុណ្ណាក្នុងមួយកដុងតម្លៃ$50មួយធុង$50ស្មើនឹង$200,000រៀលព្រោះហើយចំណែកខាងក្រោមនេះរៀបការ៉ូព្រោះការ៉ូសម្រាប់ក្រាកន្លែងពុទ្ធរូបការ៉ូក្នុងមួយកេសតម្លៃ$10ព្រោះមួយកេស$10ញាតិញោមណាស្មើនឹង$40000រៀលញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបានឃើញតាមរយៈវីដេអូនៃពធទេសនាពេលនេះហើយមានទទាចិត្តថ្លាចូលរួមកសាងព្រះពុទ្ធរូបព្រះអង្គធំសូមអញ្ជើញក៏ដោយទទាចិត្តថ្លាហើយស៊ីម៉ង់ក៏សម្រាប់យកមកក្រាលការ៉ូនេះគឺមួយតោនតម្លៃ$400,000រៀលស្មើនឹង$100ក្នុងមួយតោនណាញាតិញោមណាក៏ផ្សាច់មកគី$200,000រៀលស្មើនឹង$20ក៏អញ្ចឹងញាតិញោមបានឃើញហើយសូមអញ្ជើញចូលរួមតាមទទាចិត្តថ្លាហើយញាតិញោមចូលរួមអាចទំនាក់ទំនងមួយអាត្មាភាពផៃរធីព្រះគ្រូចតិកាវត្តអូរអិលខេត្តបៃលិនផ្ទាល់លេខទូរស័ព្ទ090 821 821 ឬទាក់ទងជាមួយនឹង Messenger អាត្មាភាពក៏បានប៉ុណ្ណាហើយញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលមានជាថ្លាក៏សូមអញ្ជើញចូលរួមដោយសទ្ធាព្រោះទាំងញាតិញោមទាំងក្នុងនិងក្រៅប្រទេសព្រោះសូមប្រសិទ្ធពរជ័យសិរីសួស្តីពរសុខហៅសាជួបកើតមានញោមប្រុសស្រីទាំងអស់ម្ចាស់ទានដែលបានចូលរួមឆ្នាំលាបពុទ្ធរូបពរទាំងមេក្តីឬចូលរួមការ៉ូសម្រាប់ក្រាលក្តីគឺការ៉ូមួយកេសតម្លៃ$10ស្មើនឹង$40000រៀលឆ្នាំលាបពុទ្ធរូបពរទាំងមាសមួយធុងគឺតម្លៃ$50ស្មើនឹង$200,000រៀលពរសូមអនុមោទនា